បាទសួស្តីបងប្អូនអរគ្នាយ៉ាងស្វាគមន៍មកកាន់កាយវិភាគហាងឆេងមាសអន្តរជាតិសម្រាប់ថ្ងៃទី13ខែតុលាឆ្នាំ2025អញ្ចឹងហាងឆេងមាសព្រឹកមិញនេះគឺថាបានបើកផ្សារមកនៅតំបន់$4017ក្នុងមួយអោនហើយបច្ចុប្បន្នឡើងមកដល់តំបន់$4060ក្នុងមួយអោនអញ្ចឹងមានថាឡើងជាង$50ក្នុងមួយអោនដែលស្មើប្រហែលនឹង$60ជាងក្នុងមួយតម្លឹងអញ្ចឹងឥឡូវនេះមាសមកដល់តំបន់$4060ក្នុងមួយតម្លឹងសំទោសមួយអោនដែលស្មើប្រហែលនឹងតម្លៃស្រុកខ្មែរយើងគឺ$4890នៅក្នុងមួយតម្លឹងអញ្ចឹងមាសនៅតែបន្តឡើងក្រោយលោកដូណាល់ត្រាំប្រកាសដាក់បន្ថែមពន្ធទៅលើប្រទេសចិន100%បន្ថែមទៀតបាទនៅយប់ថ្ងៃសុក្រអញ្ចឹងឥឡូវនេះមាសគឺនៅតែបន្តហក់ឡើងដល់ព្រឹកនេះអញ្ចឹងការជួញដូរហាងឆេងមាសអន្តរជាតិល្អបំផុតគឺរងចាំទិញហើយតំបន់ទី1យើងទិញល្អបំផុតនោះគឺនៅតំបន់4025ទៅកាន់តំបន់4015ដែលជាតំបន់ gap ដែលផ្សារបានបើកឲ្យដាច់ផុតទៅណាហើយមួយទៀតវា symmetry ជាមួយនឹង trend line យើងតែម្ដងដែល swing ចុងក្រោយដែលមាសបានបង្កើតឡើងនេះយើងអាចរងចាំជួញដូរបាននិងតំបន់ទី2គឺនៅតំបន់ support ចាស់ដែលជា neck line ចាស់ដែរគឺតំបន់4005ទៅកាន់តំបន់3995នៅក្នុងមួយអោនអញ្ចឹងនៅពេលដែលមាសអាចចុះតម្លៃបានខ្លះបងប្អូនអាចចាំទិញបានណាអញ្ចឹងសម្រាប់ហាងឆេងមាសគឺនៅតែបន្តឡើងទេពីព្រោះថាព័ត៌មានបច្ចុប្បន្ននេះអត់ទាន់មានព័ត៌មានអីដែលល្អទាញមាសចុះបានច្រើនទេជាក់ស្ដែងកាលពីសប្តាហ៍មុនគឺពាក់ព័ន្ធចុះខ្លាំងនោះគឺដោយសារតែ Hamas ព្រមទទួលយកបទឈប់បាញ់ជាមួយនឹងអ៊ីស្រាអែលអញ្ចឹងធ្វើឲ្យមាសចុះ$100ជាងក្នុងមួយអោនប៉ុន្តែក្រោយមកទៀតនៅពេលដែលទីផ្សារស្ងប់ស្ងាត់នឹងព័ត៌មានទៅក៏ចាប់ផ្ដើមបកឡើងវិញក្រោយលោកដូណាល់ត្រាំបន្ថែមពន្ធអញ្ចឹងមានន័យថាអាមេរិកនៅបិទរដ្ឋាភិបាលបូករួមនឹងការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលនៅក្នុងចុងឆ្នាំនេះ2ដងទៀតអញ្ចឹងវានៅតែជំរុញឲ្យមាសឡើងនៅដដែលបើទោះបីមានព័ត៌មានទាញចុះតិចតួចក៏ដោយបាទអញ្ចឹងសម្រាប់បច្ចេកទេសរបស់ខ្ញុំគឺបងប្អូនមិនគួរលក់មាសទេបើទោះបីជាមាសឡើងទៅដល់4100ក៏មិនទាន់អាចលក់បានដែរពីព្រោះកម្លាំងអ្នកទិញក្នុងទីផ្សារនេះគឺនៅតែខ្លាំងនៅឡើយទេបាទអញ្ចឹងជូនពរបងប្អូនទាំងអស់គ្នាឲ្យជួញដូរមានសុវត្ថិភាពនិងទទួលបានផលចំណេញគ្រប់គ្នា